ថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកនរគ្នាទៅកាន់ទឹកដីនៃខេត្តសំឡូតហើយចង់ដឹងថាទៅតាមផ្លូវធ្វើដំណើរយើងបានជួបអីខ្លះមានទេសភាពបែបណាខ្លះតោះយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងដោយសារថ្ងៃនេះជាថ្ងៃអាទិត្យបន្ទាប់ពីខ្ញុំវិលត្រឡប់ដើរលេងវិញខ្ញុំទៅផ្ទះហើយខ្ញុំក៏បានរៀបចំអីវ៉ាន់ដាក់ធុងទាំង3របស់ខ្ញុំដោយសារខ្ញុំអត់ចង់ចូលផ្ទះវិញទេបន្ទាប់ពីមកដើរលេងវិញហើយអញ្ចឹងទៅក៏យើងត្រូវរៀបចំអីវ៉ាន់ទាំង3ធុងដាក់ហើយបន្ទាប់ពីយើងត្រឡប់ពីដើរលេងវិញក៏ចេញទៅហ្មងដោយសារយើងទៅញ៉ាំបាយថ្ងៃនៅហ្នឹងអញ្ចឹងយើងក៏អត់រៀបចំចេញទៅពីព្រឹកពេកដែរខ្ញុំរៀបចំនេះប្រហែលជាម៉ោង10ហើយយើងចេញដំណើរទៅប្រហែលជាម៉ោង11ជាងចុច12យើងទៅដល់នោះប្រហែលម៉ោង1ម៉ោងអីយើងញ៉ាំបាយថ្ងៃបងហើយចេញពីវត្តដំបងទៅនេះដែរយើងមានតែ3ម៉ូតូទេដោយសារមានគ្នាពូគាត់ចាំនៅខាងភ្នំសំពៅខ្លះអីខ្លះអញ្ចឹងហើយមានអ្នកខ្លះទៀតគាត់ក៏ចេញដំណើរទៅតាំងពីព្រឹកព្រលឹមដោយសារនៅខាងនោះដូចជាមានលឺគេមានកម្មវិធីជួបជុំម៉ូតូធំអញ្ចឹងខ្ញុំក៏អត់ដឹងដែរអាកាសធាតុថ្ងៃនេះក៏អត់សូវក្តៅអញ្ចឹងយើងជិះថ្ងៃនេះគឺស្រួលមែនទែនវាអត់ក្តៅវាមានខ្យល់មានអីមកធម្មតាហើយបន្ទាប់ពីជិះបានម៉ែននាទីមកក៏មកដល់ភ្នំសំពៅតែអត់បានចូលភ្នំសំពៅទេដោយសារយើងប្រញាប់ទៅញ៉ាំបាយថ្ងៃមកជួបជុំពូដើម្បីយើងចេញទៅជុំគ្នាមកតាំងទៀតហើយបន្ទាប់ពីចេញទៅនេះយើងគឺ direct ទៅរហូតហើយចំណែកអត្តសភាពតាមផ្លូវវិញគឺស្អាតមែនទែនចំនឹងមេឃបើកថ្ងៃតែអត់ក្តៅបានន័យថាវារៀងតិចអញ្ចឹងទៅយើងជិះសបាយហើយឈៀលជុំគ្នាអញ្ចឹងទៅអញ្ចឹងហើយមិនឲ្យតែថ្ងៃសៅរ៍អាទិត្យគឺអត់ចេះនៅផ្ទះទេធ្វើម៉េចក៏បានចេញម៉ូតូទៅបន្តិចដែរដោយសារខ្ញុំវាចូលចិត្តអាការជិះម៉ូតូហ្នឹងដឹងមិនទោះជិះមួយថ្ងៃ500គីឡូក៏មានអារម្មណ៍ថានៅទៅសុបាយជិះហើយយើងមើលតែសភាពឃើញហើយសម្រាប់អ្នកដែលចូលចិត្តធម្មជាតិអីដូចខ្ញុំគិតថាពេលវេលាអញ្ចឹងគឺវាមានតម្លៃសម្រាប់ខ្ញុំពេលយើងជិះម៉ូតូទៅយើងឃើញព្រៃព្រឹក្សាមានធម្មជាតិមានអីយើងវា enjoy life យើងមកអញ្ចឹងទៅអារម្មណ៍មួយហ្នឹងវាដក់ជាប់នៅក្នុងចិត្តយើងឲ្យតែថ្ងៃសៅរ៍អាទិត្យដឹងធ្វើមិនចេះចង់ចេញហ្មងទោះចិត្តឆ្ងាយឯងមិនក៏ដោយតែបាច់មើលកាបូបទេអស់លុយឲ្យលេងឯងគ្មានសល់អីមួយរៀលទេនិយាយលេងតែការប៉ັດមែនយើងអ្នកដើរលេងយើងដឹងហើយនិយាយចាស់និយាយឡើងឥឡូវយើងក៏មកដល់វងមូលហើយនៅនេះតាមខ្ញុំចាំប្រហែលជាគេហៅរតនមណ្ឌលអញ្ចឹងហើយខ្ញុំផ្លេចបាត់ហើយបន្ទាប់ពីចេញពីនេះទៅខ្ញុំនឹងដាក់ភ្លេងចម្រៀងឲ្យអ្នកនរគ្នាស្ដាប់ទៅដោយសារនិយាយច្រើនវេហើយតែសភាពចាប់ពីត្រឹមនេះទៅគឺស្អាតមែនតើ enjoy
ហើយបន្ទាប់ពីយើងមកដល់ផ្លូវប្របែកទៅវាលវិញហើយក៏ឈប់ចាំគ្នាសិនដោយសារខ្ញុំជិះពីអ្នកបងរៀងលឿនដល់ពេលយ៉ាងទៅពូគាត់មកពីខាងក្រោយហើយឥឡូវបន្ទាប់ពីយើងជុំគ្នាគ្រប់គ្នាហើយក៏បន្តដំណើរទៅមុខទៀតដោយយើងទៅញ៉ាំបាយនៅខាង resort Long Bridge Resort ហើយបន្ទាប់ពីរៀបចំហើយឥឡូវយើងចេញទៅទៀតតដំណើរទៅទៀតចេញពីនេះទៅគឺចេញតែបន្តិចទេដោយសារយើងចិត្តដល់ហើយផ្លូវចូល resort គេហ្នឹងផ្លូវគ្រួសអញ្ចឹងយើងជិះអត់អីទេយើងម៉ូតូស្ពម៉ូតូអីក៏យើងជិះចូលបានដែរភាសាផ្លូវរៀងស្អាតដែរគ្រាន់តែរៀងហុយតបពីមកដល់ក៏យើងឃើញមានក្រុមម៉ូតូធំអីគាត់មកដល់មុនចឹងគាត់ទៅរៀបម៉ូតូត្រៀបអីហើយតែដោយសារនេះឃើញមកតិចចឹងតាមពិតច្រើនជាងនេះទៀតដោយសារពួកគាត់ដើរលេងទៅតាមទឹកជ្រោះតាមអីចឹងទៅក៏នៅសល់តែប៉ុណ្្នឹងហើយខ្ញុំមកក្រោយគេទេចឹងអត់មានអីទេគាត់តែមកញ៉ាំបាយហើយបន្តដំណើរជិះដើរលេងទៅឥឡូវមកអួតម្ហូបវិញនេះម្ហូបមានបហូហៀយើងទិញពីក្រាមកខ្លះហើយម្ហូបក្នុងហ្នឹងពូគាត់ឲ្យមកខ្លះចឹងទៅក៏បោកញ៉ាំជុំគ្នាទៅសប្បាយហើយបន្ទាប់ពីញ៉ាំហើយយើងក៏ចេញដំណើរទៅដើរលេងទៀតហើយថ្ងៃនេះក៏ទៅជិះរហូតយើងឃើញទេសភាពតាមផ្លូវគឺស្អាតមែនទែនខ្ញុំជិះទៅមេឃវាបើកថ្ងៃតែវារៀងត្រជាក់អញ្ចឹងទៅក៏យើងជិះស្រួលខ្លួនវាអត់ក្តៅហើយជិះទៅនេះឃើញមានព្រៃភ្នំអីច្រើននៅស្រុកសំឡូតនេះសម្បូរភ្នំសម្បូរអីមែនទែនយើងឃើញផ្ទាល់អីគឺស្អាតមែនទែនសម្បូរភ្នំហើយផ្លូវអីស្អាតហើយឥឡូវពូគាត់បាន2នាក់ដៃគូគាត់សប្បាយជិះទៅទេសភាពស្អាតហើយប៉ះមេឃសតុំត្រជាក់ល្អស្រួលមែនទេខ្ញុំនិយាយថា trip លើកនេះគឺជោគជ័យឯងជីវិតអស់លុយច្រើនតិចមែនតែជោគជ័យឯង trip នេះគឺអែមហ្មងនិយាយថាអារម្មណ៍ពេលជិះតាមផ្លូវមានទេសភាពអញ្ចឹងហើយយើងស្ដាប់ចម្រៀងពីដើមកប់សេរីមែនទេអារម្មណ៍រសជាតិគឺអត់អាចបំភ្លេចបានទេខ្ញុំនិយាយមែនបើមិនជឿតសាកមើលខ្លួនឯងកាសក្នុងមួកខ្ញុំស្ដាប់ឡើងខូចមួយចំហៀងឥឡូវមានលុយទិញថ្មីឯងសំខាន់គឺទេសភាពអែមហើយបន្ទាប់មកនេះយើងផ្លូវបត់ចូលចកាទៅដោះគោអញ្ចឹងផ្លូវនេះគឺវាថាទៅសម្រាប់ម៉ូតូធំវារៀងលំបាកបន្តិចដោយសារផ្លូវគេទំចាក់ថ្មីតែយើងមើលខ្លួនឯងទៅផ្លូវលំបាកឬស្រួលអីចង់ដឹងយើងតសាកជិះឡើងខ្លួនឯងតែសម្រាប់ខ្ញុំរៀងបាក់ដោយសារម៉ូតូខ្ញុំវារៀងធំហើយធ្ងន់ហើយទឹកដៃក៏វាថ្មីទៀតអញ្ចឹងវាកាន់តែយ៉ាប់ថែមទៀតអីអញ្ចឹងអត់មានអីទេមកមើលវីដេអូខ្ញុំជិះឡើងទាំងអស់គ្នាហ្មងអញ្ចឹងហើយបន្ទាប់ពីការជិះឡើងមកលើភ្នំនេះបានសម្រេចហើយវីដេអូយើងក៏អត់មានអីទៀតដែរមានតែប៉ុណ្្នឹងឯងហើយ
អរគុណដែលអង្គុយមើលដល់ចប់អ្នកអង្គុយមើលដល់ចប់សកំពូលមិនដឹងទេបាទព្រោះវីដេអូវល់មែនតើ បាទ អញ្ចឹងយើងក៏លេខទៅមើលតែសភាពហើយបិទវីដេអូបាយបាយ